គ្មានអ្វីដែលពិបាកជាងការចាប់ផ្ដើមទេបើសិនជាអ្នកគ្នាចង់ធ្វើអីមួយអ្នកគ្នាត្រូវមានគោលដៅមានគេហៅថា plan សម្រាប់គិតទៅលើវាហើយការចាប់ផ្ដើមហ្នឹងគឺវាពិបាកមែនទែនក្នុងការធ្វើកិច្ចការអ្វីមួយដូចជាការដែលយើងបង្កើត page អញ្ចឹង YouTube អីចឹងគឺវាពិបាកក្នុងការរកអ្នកមើលក្នុងការរក follower ក្នុងការរក subscriber វាពិបាកហើយអ្នកខ្លះទៅនៅពេលដែលគាត់បានធ្វើនៅវីដេអូហ្នឹងពាក់កណ្ដាលទីអញ្ចឹងទៅគាត់ក៏បោះបង់គំនិតនឹងចោលដោយសារតែគាត់គិតថាមិនដឹងជាថ្ងៃខែឆ្នាំណាបានគ្រប់ subscriber គ្រប់ follower អីទេហើយអញ្ចឹងគាត់ក៏បោះបង់ក្តីសម័យរបស់គាត់ចោលអញ្ចឹងទៅ